អ្នកនរគ្នាថ្ងៃនេះខ្ញុំចង់មកណែនាំប្រភេទពិលសម្រាប់អ្នកនរគ្នាដែលបោះតង់ឬក៏ចុះភ័យហើយចង់បានពិលដែលមានថ្មធំអាចមើលប្រភេទនេះបានប្រភេទនេះវាមានថ្មដល់ 18000 អាំពែអ្នកនរគ្នានេះវាវាយនៅលើពិលស្រាប់ 18000 អាំពែហើយពិលនេះដែរវាមានមុខងារ3វាមានមុខងារភ្លើងខាងមុខអានេះភ្លើងខាងមុខវាអានេះភ្លើងខាងក្រោមហើយមួយទៀតវាអាចសាកថ្មទៅទូរស័ព្ទបានវាមាន3មុខងារហ្នឹងចំពោះពិលខាងមុខយើងអាចប្រើកុងតាក់ខាងលើនេះអ្នកនរគ្នានេះយើងអាចប្រើនេះវាមាន3កម្រិតទី1ខ្សោយទី2មធ្យមទី3ភ្លឺខ្លាំងអានេះសម្រាប់យើងមើលឆ្ងាយយើងអាចប្រើភ្លើងមុខហើយសម្រាប់ភ្លើងខាងក្រោមនេះបើអ្នកនរគ្នាអង្គុយលេងឬក៏ដាក់ក្នុងតង់អីយើងអាចធ្វើអញ្ចេះបានយើងអាចធ្វើអញ្ចឹងបានសូម្បីតែភ្លើងខាងក្រោយនេះក៏ភ្លឺល្អដែរអ្នកនរគ្នាយើងចុចមកអានេះខ្សោយខ្លាំងនេះមានក្រហមអញ្ចឹងនៅក្នុងតង់យើងចង់ដាក់សក៏បានដាក់ក្រហមក៏បានអញ្ចឹងហើយមួយទៀតអ្វីដែលសំខាន់គឺវាអាចសាកទូរស័ព្ទបានដូចនៅខាងក្រោយនេះអ្នកនរគ្នាហើយឆ្នាំពិលនេះសាកទៅទូរស័ព្ទជាទូទៅពិលភាគច្រើនវាគ្រាន់តែសាកទូរស័ព្ទធម្មតាទេព្រោះពិលនេះគឺវាសាកទូរស័ព្ទលក្ខណៈថា fast charge បានន័យថាសាកលឿនអញ្ចឹងអ្នកនរគ្នាដឹងហើយប្រភេទ fast charge គឺសាកទូរស័ព្ទលឿនអ្នកនរគ្នាឃើញ fast charge ទូទៅប្រភេទពិលដែលអាចសាកបានវាគ្រាន់តែដាក់ឆាចធម្មតាទេប៉ុន្តែពិលនេះគឺប្រភេទ fast charge អញ្ចឹងគឺអាចទទួលយកបានធ្វើជា power bank បានបើខ្ញុំធ្លាប់និយាយពីពិលភាគច្រើនខ្ញុំមិនចង់ណែនាំឲ្យធ្វើជា power bank ដោយសារវាសាកធម្មតាប៉ុន្តែបើចំពោះពិលនេះគឺវាលក្ខណៈថា fast charge អញ្ចឹងវាសាកលឿនសម្រាប់អ្នកនរគ្នាដែលបោះតង់ដើរព្រៃខ្ញុំណែនាំឲ្យប្រើប្រភេទនេះគឺល្អមែនទែនហើយយើងចង់កាន់ដៃអញ្ចេះក៏បានហើយយើងចង់ស្ពាយក៏បានព្រោះមកឈប់វាមកវាមានខ្សែស្ពាយអ្នកនរគ្នានេះខ្សែវាយើងអាចស្ពាយបានយើងពុកវាមកក្រោយចឹងអញ្ចឹងយើងអាចស្ពាយបានយើងចង់ស្ពាយក៏បានចង់កាន់ដៃក៏បានហើយខ្ញុំបញ្ជាក់មួយទៀតពលឺវាគឺបាន1600 lumen ដូចខ្ញុំនិយាយប្រាប់អ្នកនរគ្នាចឹងអ្នកនរគ្នាទិញពិលបើអ្នកនរគ្នាប្រើទូទៅអ្នកនរគ្នាយកតែពិលដែលមានពលឺចាប់ពី1000 lumen ឡើងអានោះយើងអាចប្រើបានហើយបើប៉ុណ្នេះ1600 lumen ហើយថ្មវាបានធំទៀតអញ្ចឹងបើអ្នកនរគ្នាត្រូវការប្រភេទពិលដើរបោះតង់អីខ្ញុំណែនាំឲ្យប្រើប៉ុណ្នេះវាល្អវាមាន3មុខងារមុខងារ power bank មុខងារភ្លើងខាងក្រោមសម្រាប់អង្គុយលេងហើយនឹងមុខងារពិលខាងមុខវាពិលខាងមុខនេះខ្ញុំមើលស្ពេចវាទៅដូចជាបាន700ម៉ែត្រជាងបានឆ្ងាយល្អទៀតណាឥឡូវយើងប្រើភ្លើងមុខសិនអ្នកនរគ្នានេះទី1ទី2ទី3ភ្លើងខាងមុខវាដូចជាបាន700ម៉ែត្រជាងខ្ញុំមើលនៅក្នុងស្ពេចអ្នកនរគ្នាអាចមើលអាគារនោះបានណាឃើញបើពីកន្លែងខ្ញុំទៅអាគារហ្នឹងវាចូល500ម៉ែត្រទៅ600ម៉ែត្រដែរប៉ុន្តែប្រហែលជាអាចលើសហ្នឹងព្រោះឆ្ងាយអ្នកនរគ្នាឃើញប្រភេទនេះបើខ្ញុំផ្ដោតភាគច្រើនខ្ញុំផ្ដោតទៅអ្នកដែលគាត់ដើរបោះតង់ឬក៏ចុះព្រៃអីចង់បានមើលឆ្ងាយឬក៏អំពែថ្មធំសម្រាប់យើងចុះព្រៃបានច្រើនថ្ងៃអាចមើលប្រភេទហ្នឹងបានណាឥឡូវខ្ញុំតេស្តភ្លើងខាងក្រោមឲ្យអ្នកនរគ្នាមើលបន្តិចភ្លើងចំហៀងនេះភ្លើងខាងក្រោមអ្នកនរគ្នាអានេះភ្លើងខាងក្រោមនេះសម្រាប់យើងអង្គុយលេងយើងអាចប្រើភ្លើងខាងក្រោមបាននេះភ្លឺល្អយើងអង្គុយលេងយើងអាចជួអញ្ចឹងយើងប្រើភ្លើងខាងក្រោមវិញឬក៏យើងដាក់នៅក្នុងតង់អញ្ចឹងក៏បានដូចគ្នាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងអ្នកនរគ្នាអញ្ចឹងបើត្រូវការប្រភេទពិលដែលដើរបោះតង់អាចមើលប្រភេទនេះបានណា